នេះគឺជា Huawei Mate 30 Pro ដែលខ្ញុំមាន4 head phone ក្នុងការមើលវាឡើងវិញនៅក្នុងឆ្នាំ2026សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹង head phone ទី1ដែលខ្ញុំស្រឡាញ់ទូរស័ព្ទនេះគឺទៅលើផ្នែកអេក្រង់វានឹងតែម្ដងដោយសារតែយើងដឹងហើយថាវាពិតជាមានអេក្រង់កោងខ្លាំងមែនទែន Huawei កាលពីជំនាន់ហ្នឹងបើទោះបីជា Huawei ដើរមកដល់ពេលនេះដោយមិនមាន Google Service ក៏ដោយក៏ប៉ុន្តែនៅតែមានអ្នកដែលស្រឡាញ់ចូលចិត្តរបស់ប្លែកៗគេនៅតែចង់ប្រើទូរស័ព្ទកំពូលចុងក្រោយរបស់ Huawei ដដែលបើទោះបីជាដឹងថា Huawei មិនមាន Google Service ក៏ដោយសារតែផ្នែកកាមេរ៉ាក៏ដូចជាផ្នែកតាន់មាំរបស់ Huawei នេះឯងដែលធ្វើឲ្យ fan ដកចិត្តមិនរួចអូខេអញ្ចឹងខ្ញុំបកទៅក្រោយវិញដោយសារតែ Huawei កាលពីជំនាន់ហ្នឹងខ្ញុំពិតជាសរសើរខ្លាំងមែនទែនទៅលើការ design អេក្រង់ដែលមានភាពកោងអណ្ដែតខ្លាំងមែនទែនដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះអញ្ចឹងគឺថាវាហ៊ាពេញហ្គេមតែម្ដងនៅពេលដែលអ្នកគ្នាចុចកាន់ឬក៏មើលរឿងហ្នឹងយើងដឹងហើយថាវាញាក់សាច់ហ្មងបាទអេក្រង់នេះគឺស្អាតខ្លាំងមែនទែនណាមួយមិនមែនមានតែភាពកោងតែល្អមួយមុខហ្នឹងទេគឺវាមានជាមួយនឹង resolution ខ្ពស់ក៏ដូចជាឲ្យ contrast មកបានល្អហើយការចាក់ទឹកពណ៌នៅលើអេក្រង់នេះក៏ស្អាតនិយាយរួមទៅគឺវាសឹងតែរកចំណុចដែលតោះមិនបានណាមួយវាក៏មិនងាយឡើងដាមដូចទៅនឹងអេក្រង់ដទៃដែរបើមិនជាយើងប្រៀបធៀបជាមួយនឹងអេក្រង់ Super AMOLED ផ្សេងៗអញ្ចឹងណាអូខេអញ្ចឹងអ្វីដែលជាចំណុចតាន់មួយទៀតនោះគឺទៅលើភាពមាំនៃអេក្រង់នឹងតែម្ដងរាល់ពេលដែលខ្ញុំចុចកាន់ចុចអូស scroll ចន្លងយើងឃើញថាអេក្រង់នេះគឺវាមានសភាពរឹងមាំល្អបើទោះបីជាយើងប្រើហត់បិទ screen ក៏ដោយក៏វាអត់ងាយឆ្កូតប្រេះផ្ដាស់ដែរចំពោះចំណុចទី2គឺតាក់ទងទៅនឹងផ្នែកកាមេរ៉ាយើងដឹងថា Huawei Mate 30 Pro នេះគឺមកជាមួយនឹង Leica ដូច្នេះរាល់ការថតរូបរបស់បងប្អូនខ្ញុំគិតថាវាធ្វើការបានល្អមែនទែនបើមិនជាយើងនិយាយពីតម្លៃខ្ទង់$100ស្ដើងខ្ញុំគិតថាពិបាករកទូរស័ព្ទណាមកប្រកួតប្រជែងមួយវាខ្លាំងមែនទែនបើមិនជាយើងនិយាយទៅលើ contrast ទៅលើការឲ្យពណ៌យើងឃើញថាវាដូចទៅនឹងកាមេរ៉ា Lumix Leica អីចឹងដែរក៏ព្រោះតែវាគឺជា Leica នឹងឯងវាសហការដោយក្រុមហ៊ុន Leica ព្រោះអ្វីគ្រប់យ៉ាងគឺ Leicaនឹងតែម្ដងអ្នកគ្នាបាទនិយាយឲ្យងាយស្រួលយល់ឆាប់ចប់គឺនៅពេលអ្នកគ្នាថតមកអត់ហត់សេរីអីច្រើនទេដោយសារតែ color grade ចេញមកជារសជាតិនៃ Leica គ្រាន់ថាវាមិនដូចកាមេរ៉ាធំ 100% ទេក៏ប៉ុន្តែវាធ្វើការបានល្អមែនទែនទៅលើ color ខ្ញុំចូលចិត្តមួយទៀតគឺតទៅនឹង detail ទៅលើការ zoom មួយយើងឃើញថាកាមេរ៉ាបាទ4គ្រាប់ហ្នឹងគឺធ្វើការបានស្មើដៃគ្នាទាំងគូសំដែរជាពិសេសគឺភាពថ្លាឲ្យមកគឺបានល្អក៏ប៉ុន្តែមានចំណុចមួយដែលខ្ញុំអត់សូវចូលចិត្តកាមេរ៉ានៅលើ Android គឺទៅលើភាព flare ក៏ដូចជាទៅលើភាពថតច្រាស់ពន្លឺថ្ងៃឬក៏ថតច្រាស់ពន្លឺអំពូលភ្លើងឯជាដើមយើងឃើញថាអត់ទាន់មានទូរស័ព្ទណាដែលអាចធ្វើការបានល្អដូចទៅនឹង iPhone ទេទាំងថតរូបនិងថតវីដេអូហើយខ្ញុំបញ្ជាក់មួយទៀតទៅលើ Huawei Mate 30 Pro ដែលសហការជាមួយ Leica នេះផងដែរគឺវាផ្ដោតទៅលើស្លឹកខ្លាំងមែនទែនបើមិនជាបងប្អូនយកវាទៅថតវីដេអូខ្ញុំគិតថាវាធ្វើការអត់សូវបានល្អប្រហែលទេជាក់ស្ដែងទៅលើ detail ទៅលើភាព noise អីគឺយើងឃើញថាវាអត់ល្អហ្មងអូខេបាទនិយាយរួមទៅវាថតបានគ្រាន់ថាវាមិនសូវល្អអ្នកគ្នាវាចាញ់ថតស្លឹកឆ្ងាយខ្លាំងមែនទែនចំពោះ headphone ទី3ដែលខ្ញុំស្រឡាញ់ចូលចិត្តទូរស័ព្ទនេះគឺទៅលើភាពធន់អញ្ចឹងយើងដឹងថា Huawei Mate 30 Pro នេះចេញរឹងយូរឆ្នាំគ្រាន់បើដែរក៏ប៉ុន្តែយើងឃើញថាវាមិនងាយនឹងហើបខ្នងក្រោយហើយចំពោះកាមេរ៉ាក៏មិនងាយធ្លាក់គុណភាពនៃការថតជាពិសេសហ្នឹងគឺមិនមានធូលីអីចូលញ៉ៃទេអ្នកគ្នាដោយសារតែភាពមិនហើបខ្នងដោយសារតែភាពណែនរបស់ Huawei នឹងឯងបាទនិយាយរួមទៅគឺភាពធន់នឹងតែម្ដងមួយវិញទៀតគឺទៅលើអេក្រង់បាទអេក្រង់ខ្ញុំបាននិយាយភាសាដូចនេះគឺវាក៏ធន់ដូចគ្នាដែរវាអត់ងាយឡើងដាមដូចទៅនឹងទូរស័ព្ទដទៃទេបើមិនយើងធៀបជាមួយវាណាមួយពេលដែលយើងចាប់កាន់យកមកប្រើនៅតែមានអារម្មណ៍ថាវាគឺជាទូរស័ព្ទមួយដែលមានសភាពមាំតាន់ធ្ងន់ premiumអូខេអញ្ចឹង headphone ទី4ដែលជា headphone ចុងក្រោយនោះគឺទៅលើ Harmony OS នឹងតែម្ដងបងប្អូនប្រកាសជាឆ្ងល់ថាចំក្រែង Huawei អននឹង Harmony OS នឹងឯងចំមិនបិណ្ឌជាខ្ញុំថា Harmony OS នឹងល្អទៅវិញអានេះវាជាការគិតរបស់ខ្ញុំទេដោយសារតែអញ្ចឹងធម្មតា Huawei Mate 30 Pro វាចេញរឹងយូរដែរអញ្ចឹងក៏វាប្រើប្រាស់ជាមួយនឹង Harmony OS ស៊េរីទៀតដែរ
version ទៀតវាខុសប្លែកគ្នាអំពី Huawei ឥឡូវដែលប្រើប្រាស់ជាមួយនឹង Harmony S ស៊េរីខ្ពស់មកពីប្រអប់ដូច្នេះរាល់ពេលដែលបងប្អូនលេងហ្គេមធំៗហ្គេមដែលមាន graphic ខ្ពស់ត្រូវការ FPS ខ្លាំងហ្នឹងគឺវាធ្វើការអត់បានល្អក៏ដូចជាអត់ optimize ល្អទៅលើហ្គេមមួយចំនួនទាំងអស់ហ្នឹងទេដោយសារតែចែកHuawei ឥឡូវនេះគឺយើងត្រូវការប្រើប្រាស់គេហៅថា third party app មួយដើម្បីឆ្លងទៅកាន់ការ download ឬក៏ process game មួយហ្នឹងដែលវាចេញពី Google Service ឬក៏ចេញពីក្រុមហ៊ុនផ្សេងៗដែលមិនទាន់មានពេញលេញនៅលើ Harmony OS បាទអញ្ចឹងហើយទៅនៅពេលដែលយើងលេងហ្គេមពេលខ្លះអនជាងអាស៊េរីចាស់ៗទៀតអស់គ្នាដូចជា Mate 40 Pro ឬក៏ Mate 30 Pro ជាដើមដូចជា Mate 30 Pro នេះនៅពេលដែលអ្នកគ្នា download game ចេញពី Aurora Store ឬក៏ App Torch អីចឹងយើង download មក install តែម្ដងវាដូចទៅនឹង Android យើងប្រើរាល់ថ្ងៃអញ្ចឹងពី Harmony S ស៊េរីចុងក្រោយគឺធ្វើការមិនអញ្ចឹងទេមានន័យថា Google គឺ lock ចប់តែម្ដងលុះត្រាតែអ្នកគ្នា download ចេញពី App Gallery ដែលវា support ជាមួយនឹង game នឹងពេញ 100% បានយើងអាចលេង game នឹងទៅគឺបានល្អបាទប៉ុន្តែគឺ App Gallery វាអត់សូវស្រួលប្រើបានទេសិតតែអក្សរចិនហើយ game មួយចំនួនគឺចេញមក game ចិនតែម្ដងបាទមួយវិញទៀតគឺទៅលើការ update កម្មវិធីផ្សេងៗយើងដឹងហើយថាបើសិនជាយើងប្រើ Android series ចាស់ដូច Huawei អញ្ចឹងមានន័យថា Facebook YouTube អីពេលខ្លះ update អត់កើតទេក៏ប៉ុន្តែ Harmony OS វាមិនអញ្ចឹងទេដោយសារតែខ្ញុំធ្លាប់តេស្តជាក់ស្ដែងកន្លងមកនេះយើងឃើញថាបើទោះបីជា Harmony OS 4.0 ឬក៏ 2.0 ដែលវាទាបខ្លាំងហ្នឹងក៏យើងនៅតែប្រើប្រាស់កម្មវិធីចុងក្រោយរបស់ Android ហ្នឹងបានយ៉ាងរលូនល្អខ្លាំងមែនទែនហើយមួយវិញទៀតបើទោះបីជាយើងប្រើវាមិនបានក៏យើងអាចប្រើជាមួយនឹងគេហៅថា third party មួយចំនួនផ្សេងដូចជា Gbox ហើយហ្នឹងវាប្រៀបដូចជា computer ដែល series ចាស់ Windows series ចាស់ក៏ប៉ុន្តែ emulator ជាមួយនឹង Android 13អីចឹងទៅអញ្ចឹងយើងនៅតែអាចប្រើ Facebook ឬក៏ YouTube series ចុងក្រោយបានដូចទៅនឹង Android ដែរដោយសារតែវាផ្សេងពីគ្នាព្រោះ Windows វានៅតែជា Windows Harmony OS វានៅតែ Harmony OS ក៏ប៉ុន្តែយើងមាន emulator ដែលអាចប្រើ Android បានដល់ចុងក្រោយនោះកម្មវិធីចុងក្រោយក៏នៅតែ support ជាមួយនឹង Android ដដែលក៏ប៉ុន្តែទៅមុខទៀតយ៉ាងណាខ្ញុំក៏មិនទាន់ដឹងដូចគ្នាទេគ្រាន់ថាពេលនេះគឺ Harmony OS នៅដំណើរការស្រួលបើថ្ងៃក្រោយមានការ update យ៉ាងណាទៀតនោះអានឹងយើងនឹងគិតជារឿងផ្សេងទៀតអូខេអញ្ចឹងវីដេអូនោះគឺខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំជួបអ្នកគ្នានៅវីដេអូក្រោយបាទសូមអរគុណ